មនុស្សគ្រប់គ្នាគេថាគាត់ស្លាប់តែឥឡូវគាត់កំពុងនៅជាមួយខ្ញុំហើយចាំមើលខ្ញុំនឹងនិយាយរឿងឲ្យបងប្អូនស្ដាប់ដំបូងជម្រាបសួរបងបាទជំរាបសួរបងនេះមកជួបបងដើម្បីចែករំលែកជីវិតបងទៅជូនទៅបងប្អូនអ្នកទស្សនាទាំងអស់គ្នាអញ្ចឹងដំបូងសូមបងជម្រាបសួរឈ្មោះហើយនឹងការងាររបស់បងបាទសួស្តីបងប្អូនទាំងអស់គ្នាខ្ញុំនៅក្នុងបណ្ដាញសង្គមគេស្គាល់ខ្ញុំថា Elon Musk តែឈ្មោះរបស់ខ្ញុំក្នុងវិជីជាតិគឺធៀមពុទ្ធីបាទតែខ្ញុំចង់ឲ្យបងប្អូនហៅខ្ញុំ Elon បាទព្រោះវាមាន powerful ជាងបាទជាងហើយបង Elon Musk ចង់និយាយថាខ្ញុំអត់ដឹងថាប្រវត្តិបងពីមុនមិនទេប៉ុន្តែខ្ញុំបានមើលឃើញនៅក្នុង TikTok គាត់ពីមុនក៏គាត់ដូចជា content creator ដែរគាត់ជាអ្នកចែករំលែកដែរអញ្ចឹងសូមបងនិយាយតិចប្រវត្តិបងពីមុនណាពីមុនគឺខ្ញុំចាប់ផ្ដើមនិយាយព័ត៌មានពាក់ព័ន្ធនឹងសង្គ្រាមរុស្ស៊ីហើយនិងអ៊ុយក្រែនពីព្រោះខ្ញុំចូលចិត្តណាព័ត៌មានអន្តរជាតិជាពិសេសគឺព័ត៌មានណាដែលវាលឿនរហ័សជាងគេផ្សព្វផ្សាយពីព្រោះខ្ញុំយល់ថាខ្ញុំធ្វើcontent ដែលពាក់ព័ន្ធនឹងសង្គ្រាមរុស្ស៊ីអ៊ុយក្រែនហ្នឹងដោយសារតែខ្ញុំឃើញព័ត៌មានខ្លះវាយឺតពេកជួនកាលវាកើតតាំងពីយប់មិញដល់ពេលឲ្យព្រឹកឡើងឬក៏ពេលថ្ងៃបានគេយកមកផ្សាយអញ្ចឹងខ្ញុំក៏មានការងារហ្នឹងខ្ញុំគិតថាខ្ញុំនឹងធ្វើឲ្យលឿនជាងគេធ្វើទៀតត្រឡប់មកវិញចង់ដឹងថាបងពីមុនបងជាការងារអ្វីដែរបងមានការងារអ្វីដែរពីមុនខ្ញុំជាមន្ត្រីរាជការនៃក្រសួងសង្គមកិច្ចបាទដល់ពេលក្រសួងសង្គមកិច្ចបាទខ្ញុំបម្រើការងារប្រហែលជា6ឆ្នាំហើយខ្ញុំក៏ព្យួរការងារហើយចេះតែព្យួរទៅរហូតដល់ថ្នាក់វាលើសកម្រិតដែលគេអនុញ្ញាតឲ្យព្យួរដល់ពេលអញ្ចឹងខ្ញុំក៏លាលែងតែម្ដងទៅហើយក៏ទៅរកស៊ីនៅខាងប៉ោយប៉ែតបងនៅប៉ោយប៉ែតរកស៊ីនៅប៉ោយប៉ែតដែរបងប្អូនឥឡូវចូលដល់សាច់រឿងយើងហើយចង់និយាយថាខ្ញុំមកថ្ងៃនេះគឺខ្ញុំដឹងបងបានចែកម្លែកនៅក្នុង TikTok បងបាននិយាយថាបងកើតជំងឺមហារីកហើយបងល្បែងឆ្អឹងល្បែងឆ្អឹងអានេះមិនជាមហារីកទេខុសពីអាហ្នឹងមិនមែនជាមហារីកក៏តែបើសិនជាវាធ្ងន់ធ្ងរខ្លាំងវាអាចប៉ះពាល់ដល់អាយុជីវិតយើងជាពិសេសនៅពេលដែលឆ្អឹងខ្ញុំបាក់បាទដោយសារមេរោគហ្នឹងវាស៊ីឆ្អឹងបាក់ហើយយកអត់បានដឹងមុនទេដោយសារតែយើងចង់និយាយកាយសម្បទាប្រព័ន្ធការពាររាងកាយយើងរឹងមាំដែរដល់ពេលអញ្ចឹងតើតែវាស៊ីអស់បានយើងមានអារម្មណ៍ថាឈឺចុកចាប់បាទបងប្អូនអរគ្នាជាជំងឺចម្លែកមួយដែរហើយយើងគិតថាមេរោគវាអាចឆ្លងតាសរសៃឈាមឬក៏ស្បែកតែនេះមេរោគស៊ីឆ្អឹងបាទខ្ញុំអត់ទាន់យល់អាហ្នឹងដែរហ្នឹងហៅល្បែងឆ្អឹងបាទអាហ្នឹងល្បែងឆ្អឹងខ្ញុំសូមជម្រាបប្រាប់បងប្អូនហើយប្រាប់បងបន្តិចថាអាហ្នឹងដំបូងគឺយើងឆ្លងពីអ្នកដែលយើងទំនាក់ទំនងជាមួយអ្នកដែលមានល្បែងសួតដល់ពេលល្បែងសួតហ្នឹងវាចូលក្នុងខ្លួនយើងមិនដឹងថាចូលពេលណាដល់ពេលហើយវាចូលតាមឈាមអញ្ចឹងវាធ្វើដំណើរទៅអ្នកខ្លះទៅចូលខួរក្បាលទៅជាអាលៀកខួរក្បាលចំណែកខ្ញុំវាចូលក្នុងឆ្អឹងចូលក្នុងខួរឆ្អឹងខ្នងហ្នឹងអញ្ចឹងវាក៏ស៊ីឆ្អឹងទៅដូចតែសួតស៊ីសួតស៊ីឲ្យស្ពោតហ្មងណាស៊ីតបាក់ហ្មងស៊ីតបាក់ក្រឹបហើយវាកត់បើតាមដឹងបងដេកនៅពេទ្យយូរដែរមែនទេបាទវា2ឆ្នាំដែរ2ឆ្នាំហើយសំបីពេទ្យក៏ថានិយាយថាបងមិនអាចរស់បាទតែទីបំផុតបងអាចតស៊ូរស់បានអញ្ចឹងមិនថ្ងៃនេះខ្ញុំមកហ្នឹងគឺមកចង់ចែករំលែកប្រាប់បងប្អូនថាអ្វីក៏ដោយយើងកុំបោះបង់យើងត្រូវតែតស៊ូទោះបីជាស្អែកស្លាប់ក៏ដោយណាយើងថាថ្ងៃហ្នឹងយើងត្រូវតែមានសង្ឃឹមយើងត្រូវតែប្រឹងរស់ខ្ញុំធ្លាប់មានមិត្តភក្តិខ្ញុំម្នាក់នៅអាមេរិកដែរប៉ុន្តែឥឡូវគាត់បាត់តំណែងគាត់ដែរប៉ុន្តែគាត់បាននិយាយថាពីមុនគាត់កើតជំងឺមហារីកគាត់ដេកនៅក្រេពេទ្យដូចបងអញ្ចឹងដេកនៅក្រេពេទ្យហើយពេទ្យថាលាប្រពន្ធលាកូនទៅណាគ្មានថ្ងៃរស់ទេគាត់ក៏ដេកអស់សង្ឃឹមធម្មតាដេកអស់សង្ឃឹមស្គមរីងរៃតែដល់ថ្ងៃមួយគាត់និយាយថាងើបពីក្រេពេទ្យគេថាហេតុអីបានត្រូវស្លាប់ដោយសារពាក្យពេទ្យនិយាយហើយមិនប្រឹងតស៊ូរស់ពីផុតគាត់តស៊ូរស់រហូតដល់ថ្ងៃដូចបងអញ្ចឹងបងខំតស៊ូរស់ដេករហូតដល់ខ្ញុំអត់យល់ដែរហេតុអីបានបងអាចព្យាបាលឆ្អឹងនឹងឲ្យវាមកវិញបានតាមពិតទៅវាពិបាកនិយាយដែរវាដូចអភិនិហាដែរដូចបងបានដឹងខ្ញុំប្រាប់នៅក្នុងคลิปវីដេអូខ្ញុំអញ្ចឹង
ពេទ្យស្រុកខ្មែរទៅដល់ប្រទេសជិតខាងយើងពីរប្រទេសហ្នឹងក៏គាត់ថាខ្ញុំមិនអាចក្រោកអង្គុយបានទេជារៀងរហូតតែបាយទឹកហ្នឹងក៏អត់អាចជារៀងរហូតដែរគឺបាញ់ទៅតាមទយោដែលគេសងពីច្រមុះចូលកាពះហ្នឹងគឺហូបបាយតាមហ្នឹងជារៀងរហូតក៏ប៉ុន្តែខ្ញុំអត់ជឿពេទ្យខ្ញុំអត់ដែរជឿពេទ្យថាខ្ញុំនឹងស្លាប់ទេព្រោះពេទ្យថារងចាំថ្ងៃគាត់ថ្ងៃមកដល់របស់គាត់ចុះមិនអាចព្យាបាលអីបានទេបាទក៏ប៉ុន្តែខ្ញុំទានៅពេទ្យរហូតទាល់តែអស់លុយទោះបីជាពេទ្យមិនព្យាបាលខ្ញុំក៏ដោយខ្ញុំនៅតែទានៅគេងនៅពេទ្យហ្នឹងតាមហ្នឹងបងព្យាបាលមិនមែនអស់លុយតិចទេណាបាទអស់ច្រើនវាចូល5-60000ដែរបាទយើងតស៊ូរស់បាទធ្វើម៉េចទេជីវិតមនុស្សយើងត្រូវប្រឹងរស់ដូចខ្ញុំទៅសម្ភារបងតាក់ស៊ីអញ្ចឹងណាគាត់ប្រឹងតស៊ូរស់កាត់ម្រាមដៃម្រាមជើងធ្វើម៉េចឲ្យតែបានរស់ពីមួយថ្ងៃទៅមួយថ្ងៃជាងរបស់គាត់ហ្នឹងគឺវិវត្តទៅកាត់រហូតដៃរបស់គាត់កាត់ចិត្តអស់ម្រាមហើយតិចទៀតហ្នឹងមិនដឹងថាវាទៅជាយ៉ាងណាទេប៉ុន្តែអ្វីដែលគាត់បាននិយាយទៅប្រាប់គ្នាយើងអស់គ្នាគឺត្រូវតែតស៊ូរស់ឲ្យតែយើងមានដង្ហើមថ្ងៃស្អែកដូចបងអញ្ចឹងបងបានតស៊ូរស់ឲ្យបងបានជានេះវាជាចំណុចល្អមួយដែលចែកម្លែកទៅមនុស្សគ្រប់គ្នាធ្វើម៉េចកុំឲ្យបាក់ទឹកចិត្តទោះបីជាមានបញ្ហាអ្វីក៏ដោយទោះបីជាស្អែកភ្នំរលំសង្កត់លើអីមេឃរលំរលាយក៏ដោយក៏ថ្ងៃហ្នឹងគឺយើងថាតែមានសង្ឃឹមដូចបងអញ្ចឹងគាត់បានចែកម្លែកវីដេអូសប្បាយធ្វើឲ្យមនុស្សទាំងអស់គ្នាដែលបាក់ចិត្តមនុស្សទាំងអស់គ្នាដែលបាក់ទឹកចិត្តមើលបងក៏រីករាយបានមួយថ្ងៃដែរនេះជាការចែកម្លែកដែលខ្ញុំមកសម្ភាសបងថ្ងៃហ្នឹងហើយខ្ញុំអត់មានអីទេមកធៀបទៅខ្ញុំក៏ចង់ inspire ហ្នឹងដែរខ្ញុំបង្កើត page ជួយគ្នានេះគឺចង់អញ្ចឹងទោះបីតែយើងអត់អាចជួយគ្នាជាលុយកាក់យើងអាចជួយគ្នាជាវីដេអូដូចបងបានចែកម្លែកជួយចែកម្លែកជាវីដេអូដើម្បីឲ្យមនុស្សប្រឹងរស់ខ្ញុំក៏បានមកសម្ភាសបងដើម្បីចែកម្លែកមនុស្សទាំងអស់គ្នាប្រឹងរស់ធៀបទៅខ្ញុំរងសម្រាប់ខ្លួន3ដងដូចគ្នាបងប៉ុន្តែខ្ញុំវាផុតដូចតបងដែរហើយប្រឹងតស៊ូរស់រាល់ថ្ងៃនេះគឺគ្មានថាគ្មានថ្ងៃណាដែលគេចង់សម្រាប់ខ្លួនទៀតទេមានថ្ងៃប្រឹងរស់តស៊ូទៅមុខទាំងអស់គ្នាគេនឹង inspire ចែកម្លែកបងប្អូនតែប៉ុណ្ណឹងហើយបើសិនជាបងប្អូនចង់ជួយបងអេលុនម៉ៅចាំខ្ញុំដាក់លេខទូរស័ព្ទឲ្យគាត់នឹងជួយតាមការអាណិតអាសូរហើយក៏ចង់សួរគាត់ចែកម្លែកអីសួរគាត់តាម Telegram ពីជំងឺរបេងឆ្អឹងហ្នឹងបាទខ្ញុំសូមបន្ថែមបន្តិចបាទខ្ញុំសូមបញ្ជាក់ប្រាប់បងប្អូនថាកម្លាំងចិត្តគឺសំខាន់ណាស់ទោះបីជាពេលថាយើងត្រូវស្លាប់ថ្ងៃណាក៏ដោយស្អែកក៏ដោយឬខានថ្ងៃណាក៏ដោយបងប្អូនត្រូវមានកម្លាំងចិត្តរឹងមាំហើយខ្ញុំមានពាក្យមួយឃ្លាប្រាប់បងប្អូនថាបញ្ហាធ្វើឲ្យមនុស្សទន់ជ្រាយវាជាការពិតក៏ប៉ុន្តែបើសិនជាយើងមិនទន់ជ្រាយទៅតាមបញ្ហាទេយើងនឹងក្លាយទៅជាអច្ឆរិយបុគ្គលមួយរូបបាទហើយយើងអាច inspire មនុស្សផ្សេងទៀតឲ្យមានកម្លាំងចិត្តដូចយើងដូចជាយើងជួយគេចឹងដែរយើងមិនបាច់ចាំជួយតែលុយទេយើងជួយជាកម្លាំងចិត្តក៏ធ្វើឲ្យគាត់ចង់រស់ដែរបាទជួយជីវិតសំខាន់បាទសារមានតែប៉ុណ្្នឹងទេចាំមើលមានពេលមកលេងបងមកហូបបាយមកពេលទៀតអរគុណច្រើនដែលបងប្អូនបានទស្សនាបាទសូមជម្រាបលាអរគុណបងប្អូនទាំងអស់គ្នាអរគុណបងបាទមិញផ្លេចសួរបងរឿងវិធីព្យាបាលថ្មីអាជីបាទបងនិយាយតាមពិតទៅវាដោយអភិនិហាដែរនៅពេលតែពេទ្យថាការព្យាបាលគឺត្រូវបានបញ្ចប់ហើយការវះកាត់គឺបរាជ័យទៀតដល់ពេលអញ្ចឹងគឺរងចាំតែថ្ងៃខ្ញុំមកដល់ទេគឺថ្ងៃស្លាប់នឹងឯងក៏ប៉ុន្តែនៅពេលហ្នឹងគឺខ្ញុំមានវិធីមួយគឺខ្ញុំចង់ឲ្យឈាមខ្ញុំដើរស្រួលដើរល្អឲ្យគ្រប់គ្រាន់ពេញសារពាង្គកាយរបស់ខ្ញុំគឺខ្ញុំធ្វើសមាធិដើម្បីបញ្ជូនឈាមឲ្យទៅគ្រប់ទីកន្លែងតែម្ដងហើយដើម្បីខ្ញុំសង្ឃឹមថានៅពេលដែលឈាមវាដើរស្រួលពេញរាងកាយយើងហើយវាទៅជួសជុលកន្លែងដែលខូចខាតទៅពីព្រោះខ្ញុំក៏ធ្លាប់អានសភៅច្រើនដែរគឺគេក៏បាននិយាយចឹងដែរខ្ញុំបានទៅវិបស្សនា10ថ្ងៃខ្ញុំយល់ពីហ្នឹងបងអញ្ចឹងចែកម្លែកបងប្អូនដែលមានជំងឺបាក់ចិត្តឬក៏ជំងឺអីផ្សេងហ្នឹងសូមទៅអង្គុយសមាធិវិបស្សនាឲ្យបាន10ថ្ងៃបងប្អូននឹងបានធូរស្បើយបាទអរគុណម្ដងទៀតបងហើយមួយទៀតទោះបីយ៉ាងណាក៏ដោយគឺថ្នាំពេទ្យក៏យើងមិនចោលដែរការព្យាបាលល្បែងឆ្អឹងគឺខ្ញុំត្រូវលេបថ្នាំល្បែងឆ្អឹងជាប្រចាំឲ្យគ្រប់ដូសរបស់វាគឺនៅចុងខែ8នេះគឺបញ្ចប់រយៈពេល2ឆ្នាំដែលខ្ញុំលេបថ្នាំល្បែងឆ្អឹងបាទដោយជោគជ័យហើយអរគុណបច្ចៈបណ្ឌិតដែរនៅខាងពេទ្យល្បែងយើងហ្នឹងដែលគាត់យកចិត្តទុកដាក់ហើយគាត់មិនបោះបង់ខ្ញុំទេទោះបីជាខ្ញុំត្រូវស្លាប់យ៉ាងណាក៏ដោយគាត់នៅតែឲ្យថ្នាំខ្ញុំលេបដដែលឲ្យគ្រប់បាទហើយខ្ញុំក៏តស៊ូមួយគាត់ដែរបាទអរគុណច្រើនបង